សួស្តីបងប្អូនបានឃើញវីដេអូនេះទេនេះឃើញអត់ឃើញវីដេអូហ្នឹងទេមានបរិសុទ្ធពាក់អាវសនេះចង្អេងចង្ងាអ្នកឃើញតផ្នែកខ្ញុំលើកទឹកចិត្តឲ្យបងប្រុសម្ចាស់ឡានហ្នឹងដាក់ពាក្យបណ្ដឹងហើយកុំផ្ដល់សេចក្តីអាណិតអាសូរដល់មនុស្សម្នាក់ហ្នឹងព្រោះដើម្បីជាការពមៀនដល់អ្នកដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរដល់អ្នកដទៃបើយើងឃើញតផ្នែកឬក៏មានបញ្ហាអីយើងមិនបាច់ទៅកាប់ទៅចាក់គេទេអញ្ចឹងបងប្រុសម្ចាស់ឡានខ្ញុំគ្រប់គ្រងបងប្រុសម្ចាស់ឡានដាក់ពាក្យបណ្ដឹងទាវាអត់ខុសកុំឲ្យមនុស្សនៅក្នុងសង្គមនឹងធ្វើចរិតដូចវាអញ្ចឹងវាអាក្រក់ផ្នែកណាមិនម៉ាច់ផ្ដល់ក្តីអាណិតមេត្តាអីទេឲ្យច្បាប់គេចាត់ការទៅហើយទៀមទាសំណងឲ្យអស់ខុសបានសមមុខនៅចរិតដល់ប្រេយផ្សៃរបស់វាខ្ញុំអត់គ្រប់គ្រងនៅទង្វើហ្នឹងឯងឃើញអត់ហើយបងប្រុសម្ចាស់ឡានហ្នឹងគាត់និយាយសំគួរសំរំហៅស្ដាអូនប៉ុន្តែម្នាក់ហ្នឹងវាប្រេយផ្សៃវាចរិតប្រេយផ្សៃវាអត់មានសតិសម្បញ្ញៈអីទៀតទេប្រហែលជាវាប្រើគ្រឿងញៀនដល់កម្រិតឬក៏យ៉ាងណាបងប្អូនមុននឹងទោះបីតែយើងសង្ស័យឬក៏យើងមិនបានឃើញផ្ទាល់ផ្នែកក៏យើងមើលដែរយើងមើលថាតើឡានហ្នឹងវាខូចខាតអត់ធម្មតាបុកមនុស្សឡើងស្លាប់ហើយហេតុអ្វីក៏មិនមើលឡានហ្នឹងទៅមុននឹងចោតគេឡានហ្នឹងវាបែកបាក់អត់បុកមនុស្សឡើងស្លាប់ហើយមិនដែលឡានណាវាមិនខូចមិនខាតអីក៏ខ្វះវិចារណញ្ញាណម៉េះអីក៏ផ្នែកអីក៏ពិបាកផ្នែកមានមើលមិនក៏មិនមើលឲ្យទៅមុននឹងចោតគេអញ្ចឹងខ្ញុំគ្រប់គ្រងឲ្យបងម្ចាស់ឡានចាត់ការម្នាក់ហ្នឹងឬក៏អាអ្នកដែលតែឆ្កជាមួយនឹងថាឃើញសាកសីរស់ថាឃើញថាអីហ្នឹងប្រមូលវាអស់មកដាក់ពាក្យបណ្ដឹងប្រមូលវាអស់មកមាននៅក្នុងវីដេអូទៅបងឲ្យដាក់ពាក្យបណ្ដឹងទៅខ្ញុំគ្រប់គ្រងអញ្ចឹងកុំឲ្យមនុស្សរបៀបនឹងធ្វើអំពើល្អដល់មនុស្សស្លូតត្រង់ប្រជាពលរដ្ឋស្លូតត្រង់អញ្ចឹងដាក់ពាក្យបណ្ដឹងវាទៅហើយមិនអាណិតអាសូរអីវាទេខ្ញុំឃើញសង្គមខ្លាំងមិនក៏មិនអាណិតអាសូរគាត់ជាខ្មែរដូចគ្នាអីអាណិតអាសូរកុំអាណិតអាសូរមើលកិរិយាមើលតែមាយាទវាទៅមើលចរិតវាទៅបើគេអាណិតអាសូរបងឯងគេអត់វាយបងឯងបែកមាត់បែកមុខទេអានឹងមានមនុស្សមានអីនៅចិត្តនឹងផងចុះបើសិនអត់មានមនុស្សដែលគេជួយរារាំងតើបងឯងតើគេគិតថាបងឯងជាខ្មែរអត់បងឯងជាជនរងគ្រោះដែលបងឯងអត់មានបញ្ហាដែលអត់មានប្រព្រឹត្តអីខុសផងមើលឃើញគេចោតគេវាយគេដំបងឯងឃើញដល់គ្រោះថ្នាក់ដល់ណាគេគិតថាខ្មែរដែរគេស្រឡាញ់បងឯងជាខ្មែរដែរគេអត់ទេគេធ្វើតាមអារម្មណ៍របស់គេអញ្ចឹងគ្រប់ត្រូវបងឯងដាក់ពាក្យបណ្ដឹងវាទៅឲ្យច្បាប់គេចាត់ការទៅកុំឲ្យមនុស្សសម័យហ្នឹងបានចាត់ពេកអ្នកខ្លះហ្នឹងខ្ញុំក្រណាស់ខ្ញុំពិបាកណាស់មិនក៏មិនអាណិតខ្ញុំជាខ្មែរមិនទេបើគេអាណិតគេអត់វាយបងឯងទេអញ្ចឹងសារនេះជាការលើកទឹកចិត្តដល់ជនរងគ្រោះដែលមិនបានធ្វើអីសោះត្រូវបានគេចោទប្រកាន់អញ្ចឹងបងឯងមិនមេត្តាអាណិតអីវាទេបានអរគុណច្រើន